រឿងនិទានកូនកំប្រុកយកបង្កងកាលពីយូរយារណាស់មកហើយនៅក្នុងព្រៃដ៏ក្រាស់មួយមានកូនកំប្រុកតូចមួយដែលរស់នៅជាមួយម្ដាយរបស់វាថ្ងៃមួយម្ដាយកំប្រុកបានប្រាប់កូនថាកូនឯងត្រូវតែរៀនសម្របសម្រួលខ្លួនកុំទៅរករឿងអ្នកដទៃព្រោះនៅក្នុងព្រៃនេះមានសត្វជាច្រើនដែលខ្លាំងជាងយើងប៉ុន្តែកូនកំប្រុកមិនស្ដាប់វាទេវាគិតថាខ្លួនឆ្លាតនិងរហ័សជាងគេថ្ងៃមួយខណៈដែលកំប្រុកតូចកំពុងរត់លេងក្នុងព្រៃវាបានឃើញបង្កងដែលកំពុងដេកលក់នៅលើថ្មកំប្រុកតូចក៏នឹកឡើងថាខ្ញុំនឹងលេងតម្លៃនឹងបង្កងនេះមើលកំប្រុកតូចក៏យកកន្ទុយបង្កងហើយទាញយ៉ាងខ្លាំងបង្កងភ្ញាក់ឡើងហើយឈឺខ្លាំងណាស់បង្កងខឹងថាហេឯងធ្វើអីខ្ញុំទុកខ្ញុំដេកសិនទៅកំប្រុកតូចសើចហើយរត់ចោលប៉ុន្តែបង្កងមិនអត់ធ្មត់ទេវាបានដេកគិតផែនការដើម្បីដាក់ទណ្ឌកម្មកំប្រុកតូចនោះបង្កងបានអញ្ជើញសត្វពស់និងកន្កូនឲ្យមកជួយពួកគេបានរកមើលកំប្រុកតូចរហូតឃើញវាកំពុងលាក់ខ្លួននៅក្នុងរូងឈើបង្កងបាននិយាយថាកំប្រុកតូចបើឯងខ្លាំងពូកែចេញមកវាយគ្នាមើលកំប្រុកតូចភ័យណាស់ព្រោះពស់និងកន្កូនធំខ្លាំងជាងវាបានសុំខមាទោសពីបង្កងខ្ញុំសុំទោសខ្ញុំមិនដែលទាញកន្ទុយឯងទៀតទេបង្កងឃើញកំប្រុកតូចស្មោះត្រង់ក៏អធ្យាស្រ័យថែមទាំងប្រាប់ថាត្រូវរៀនគោរពអ្នកដទៃរស់នៅដោយសន្តិភាពទើបគេចវិសគ្រោះថ្នាក់បង្កងឃើញកំប្រុកតូចស្មោះត្រង់ក៏អធ្យាស្រ័យថែមទាំងប្រាប់ថាត្រូវរៀនគោរពអ្នកដទៃរស់នៅដោយសន្តិភាពទើបគេចវិសគ្រោះថ្នាក់ចាប់តាំងពីថ្ងៃនោះមកកំប្រុកតូចក៏បានរៀនមេរៀនយ៉ាងជ្រៅថាកុំយកតម្លៃនឹងអ្នកដទៃព្រោះវាអាចនាំមកនូវផលអាក្រក់